Bạnចឹងមានបងប្អូនគាត់ឆាតសួរខ្ញុំថាបងចិញ្ចឹមមាន់សាច់និងចិញ្ចឹមមាន់យកកូនលក់តើមួយណាស្រួលជាងបាទអរគុណបងប្អូនអរគ្នាបាទអញ្ចឹងចាំបានមកបកស្រាយជូនគាត់បាទចំពោះការចិញ្ចឹមមាន់សាច់និងមាន់យកកូនលក់បើសិនជាយើងអត់មានបទពិសោធន៍ច្រើនទេខ្ញុំណែនាំឲ្យបងប្អូនចិញ្ចឹមប្រភេទមាន់យកកូនលក់បាទព្រោះអីយើងចិញ្ចឹមមេធំវាអត់ងាយជួបជំងឺណាតែបើសិនជាបងប្អូនចិញ្ចឹមប្រភេទមាន់សាច់គឺតែងតែជួបជំងឺច្រើនអញ្ចឹងការចិញ្ចឹមរបស់យើងវាអត់សូវចំណេញណាបើសិនជាយើងអត់មានបទពិសោធន៍ណាតែបើសិនជាយើងមានបទពិសោធន៍ក្នុងការចិញ្ចឹមមាន់បងប្អូនចិញ្ចឹមខាងណាក៏បានដែរមាន់សាច់ក៏បានឬក៏ប្រភេទយកកូនក៏បានអញ្ចឹងខ្ញុំបាទមកលើកទឹកចិត្តជូនបងប្អូនដៃថ្មីបើសិនជាបងប្អូនចង់ចិញ្ចឹមអត់មានបទពិសោធន៍ខ្ពង់ខ្ពស់ទេបាទបងប្អូនចិញ្ចឹមយកកូនលក់ល្អជាងបាទបើសិនជាបងប្អូនចិញ្ចឹមមាន់សាច់បាទយើងគិតមើលទៅចិញ្ចឹមពីតូចទៅដល់4-5 ខែនោះបានលក់ណាអញ្ចឹងវាជួបបញ្ហាច្រើនបាទអញ្ចឹងបញ្ហាហ្នឹងគឺយើងជួបផលវិបាកច្រើនណាជំងឺមាន់គឺមានច្រើនរោគបាទគឺមានផ្ដាសាយសង្កុកជាសម្បោររាកសរាកខៀវគៀងគេឆ្លងពីមួយទៅមួយអញ្ចឹងវាជួបបញ្ហាច្រើនតែបើយើងចិញ្ចឹមមាន់ធំបាទវាមិនសូវជួបបញ្ហាទេដោយសារតែមាន់ធំវាមិនសូវជួបជំងឺណាដូចថាវាកម្លាំងកាយវាធំវារឹងមាំហើយវាមានរោមចិត្តអញ្ចឹងវាមិនសូវជួបជំងឺច្រើនទេជួបដែរតែវាតិចណាហើយយើងក៏ស្រួលព្យាបាលដែរសម្រាប់មាន់ធំតែសម្រាប់មាន់តូចបើសិនជាវាឈឺយើងមើលមិនត្រូវគឺវាអាចទៅលឿនណាបាទអញ្ចឹងវាមិនដូចមាន់ធំណាមាន់ធំពេលឈឺជួនកាលវាឈឺយូរដែរឲ្យយើងព្យាបាលវាណាអញ្ចឹងបើមានថ្នាំព្យាបាលវាឆាប់ជាមកវិញអញ្ចឹងខ្ញុំណែនាំបងប្អូនចាំមាន់យកគោលល្អជាងបាទអញ្ចឹងវីដេអូនេះផងដែរបើសិនជាខ្ញុំបកស្រាយនិយាយទៅមានការខុសយ៉ាងណាក៏សូមបងប្អូនទាំងអស់គ្នាអធិស្ឋានអត់ទោសបាទអញ្ចឹងបើសិនជាបងប្អូនឆ្ងល់កន្លែងណាបងប្អូនអាចខមមិនសួរខ្ញុំបាននៅក្នុងវីដេអូហ្នឹងឬក៏បងប្អូនឆាតមកសួរខ្ញុំបានហើយបើសិនជាបងប្អូនចង់បានសភៅការចិញ្ចឹមមាន់បងប្អូនឆាតមកខ្ញុំមកខ្ញុំនឹងបាញ់ជូនបងប្អូនគ្រប់គ្នាតែម្ដងអរគុណជម្រាបលា